ចាប់ជាងនេះធ្វេដងពេងទ្រូងតិចក៏តោមឆាបឈួលចិត្តនេះមិនអាចទៅស្នេហ៍ផ្សេងបានឡើយមួយរយៈនេះកូនរងគេមិនចេញមុខចេញមាត់មកយកចិត្តទុកដាក់ជាមួយនាងដោយការពីមុនទៀតឬក៏យ៉ាងម៉េចចាគឺអ្នកប្រុងមិនសូវចូលមកបរិវេណខាងក្រោយនេះទេមើលទៅណាប្រហែលជាកូនវីគេចេះថ្នាក់ថ្នមប្តីរបស់គេហើយទៅបានជាពេលនេះកូនប្រុសរបស់ខ្ញុំណាក៏ដូចជាបដូរចិត្តរួចនេះតើនាងមិនតូចចិត្តខ្លះទេឬក៏យ៉ាងម៉េចនៅពេលដែលដារងគេមិនដូចពីមុននោះបើបានរបៀបនេះគឺល្អហើយព្រោះនាងខ្ញុំក៏មិនចង់ឲ្យមានបញ្ហាអ្វីកើតឡើងដែរហើយតើសប្បាយចិត្តដែរទេដែលឃើញកូនវីគេបានបដូរចិត្តហើយបែរជាមកចូលរួមអបអរជាមួយនឹងឯងនោះចាគឺសប្បាយចិត្តខ្លាំងណាស់អ្នកស្រីព្រោះបានឃើញនាងដាវីយល់ព្រមអនុគ្រោះដល់នាងខ្ញុំហើយមិនឆ្ងល់ខ្លះទេថាហេតុអីនោះហេតុអីទៅអ្នកស្រីគិតថានាងមិនឆាល្ងងរហូតដល់ថ្នាក់ខ្ញុំមកតាមបដៅនោះទេគ្មានអ្នកណាដែលស្រឡាញ់ខ្លួនជាងខ្លួនស្រឡាញ់ខ្លួនឯងនោះឡើយហើយខ្ញុំក៏មិនចង់ឲ្យនាងនេះមានភាពល្អល្អើនជាមួយនឹងកូនវីដែរអ្នកទាំងពីរណាគឺត្រូវតែនៅឲ្យឆ្ងាយពីគ្នាដូចជាជើងមេឃអញ្ចឹងឯងហើយអ្វីដែលសំខាន់បំផុតនោះគឺជាកូនដែលនៅក្នុងផ្ទៃរបស់នាងនោះហើយនាងខ្ញុំមិនយល់ពីអ្វីដែលអ្នកស្រីកំពុងតែមានប្រសាសន៍នោះទេចាំទុកទៅមិនត្រូវបណ្ដោយខ្លួនឲ្យនៅស្ងាត់ស្ងាត់ជាមួយនឹងកូនវីនោះទេតើមានរឿងអ្វីកើតឡើងមែនទេវិនចាគឺអ្នកស្រីបានមកហាមខ្ញុំគឺមិនអនុញ្ញាតឲ្យខ្ញុំនៅក្បែរនាងដាវីស្ងាត់ស្ងាត់ទៅពីអ្នកទេបងណូយនេះពិតមែនអីនាងមិនដឹងថាអ្នកស្រីមានបំណងអ្វីនោះទេបងអេឬមួយក៏អ្នកស្រីមានដឹងរឿងអ្វីបែបយ៉ាងហើយក៏ចង់មកឲ្យឯងនេះការពារខ្លួនបងប៉ោងកំពុងតែធ្វើស្អីហ្នឹងរួចចាស់ឯណាមិនឃើញបងពេញប៉ងចាស់ឃើញដើរទៅគៀនផ្ទះប្រហែលជាលួចទៅអង្គុយងក់ទៀតហើយមើលទៅនោះអ្នកនាងចាស់ជួយដាស់តឿនផងទៅព្រោះថាមនុស្សធាត់ណាគឺចូលចិត្តគេញណាមែនហើយបន្តិចទៀតណាខ្ញុំចេញទៅក្រៅតើវៀនមានចង់ញ៉ាំអីដែរអត់ហ្នឹងចាំខ្ញុំទិញផ្ញើហើយចេះញ៉ាំភាសាដែរអត់ហ្នឹងចាអរគុណនឹងអ្នកនាងដាវីច្រើនហើយនាងខ្ញុំអត់ចេះញ៉ាំភាសាអីនោះទេណែមានទម្ងន់បែបនេះត្រូវតែចាំចំណីណាដែលល្អបន្តិចទៅខ្ញុំណាឧស្សាហ៍ឃើញញ៉ាំប្រហុកចិញ្ច្រាំជាមួយនឹងស្វាយខ្ចីច្រើនដងហើយប្រយ័ត្នតកូននេះកាត់មកធប់ក្លិនប្រហុកទៅវានាំឲ្យខូចពូជបងរងតេនឹងឯងណាចាំខ្ញុំទិញចំណីណាល្អយកមកផ្ញើក៏បានដែរណាមែនហើយចាំយប់នេះណាខ្ញុំនាំដំណឹងទៅប្រាប់បងរងថានាងមានកូនប្រុសហើយចង់មានយល់ចំណេចដែរទេបើសិនជាអ្នកម៉ាក់គាត់អត់បានស្រឡាញ់ចៅប្រុសនោះនាងខ្ញុំក៏មិនដឹងថាត្រូវគិតយ៉ាងណានោះដែរតែទោះបីជាយ៉ាងណាក៏គេជាកូនរបស់ខ្ញុំដដែលនឹងឯងហើយចោះតាអ្នកម៉ាក់គាត់មកនិយាយស្អីខ្លះជាមួយនឹងនាងមុននេះចាគឺអត់មានបញ្ហាអីនោះទេអ្នកស្រីគ្រាន់តែឲ្យខ្ញុំការពារខ្លួនការពារខ្លួនណាការពារខ្លួនយ៉ាងម៉េចដែរទៅគឺឲ្យប្រយ័ត្នប្រយែងក្នុងនាមជាអ្នកមានផ្ទៃពោះតែប៉ុណ្្នឹងឯង
អ្នកម៉ាក់ដើរមកយកចិត្តជាមួយគេដល់ម្លឹងផងហីអូនវិនដូចជាណាប្រអូនមិនធ្វើការបែបនេះហ្នឹងហើយជាណាបំប៉ោនោះមិនក៏មិនទៅឪពុកគាត់ធ្វើទៅអូនខ្ញុំគ្រាន់តែមិនចង់នៅស្ងៀមប៉ុណ្ណោះឯងគ្មានអ្នកណាប្រាក់ខ្ញុំធ្វើនោះទេវិនឲ្យបងជួយរួមរីករាយផងណាដែលពួកយើងណាបានកូនប្រុសនោះខ្ញុំគិតថាកូនរបស់ខ្ញុំម្នាក់នេះវានឹងនាំសំណាងមកឲ្យខ្ញុំនៅថ្ងៃណាមួយមិនខាននោះទេវាគេបានយកនៅរឿងនេះមកនិយាយប្រាប់បងកັບយុបនេះឯងហើយគេថែមទាំងនិយាយថាទោះបីជាកូននេះត្រូវកើតមកក៏គេមិនចង់ឲ្យអូនចាក់ចេញពីផ្ទះនេះដែរអ្វីដែលវាគេបានដាក់ខសន្យាជាមួយអូនកាលពីមុនមកនោះគឺគេសុំបដូរចិត្តវិញហើយព្រោះតែគេស្រឡាញ់កូនប្រុសនោះអីហើយយប់នេះចាំបងសុំវីទៅគេកំដៅអូនមកយប់ទៅចុះព្រោះពេលនេះវីគេបានបើកចិត្តទូលាយហើយមិនចាំបាច់ទេបងរងទោះបីជាមិនមានបងនៅគេកំដៅខ្ញុំហើយនឹងកូននោះក៏ខ្ញុំមានសេចក្តីសុខដែរបងមើលថែតែនាងដាវីឲ្យគ្រប់គ្រាន់ទៅគឺវាល្អហើយឬមួយក៏ចាត់ទុកបងមិនមែនជាប្តីរបស់អូនទៀតទេចាថាអញ្ចឹងក៏ត្រូវដែរពេលព្រោះខ្ញុំក៏បានសន្យាជាមួយអ្នកស្រីព្រមព្រៀងជាមួយនាងដាវីរួចហើយថាខ្ញុំមិនពាក់ព័ន្ធអ្វីជាមួយនឹងបងរងទៀតទេខ្ញុំស្មានថាបងចេញទៅក្រៅបាត់ហើយរួចកំពុងតែឆោតគិតពីរឿងអីហ្នឹងអូគឺបងនិយាយគ្នាជាមួយនឹងវិនហ្នឹងណាបងបាននាំពីរបស់អូនយកមកប្រាប់គេអស់ហើយនាងវិនគេសប្បាយចិត្តដែរអត់នឹងបងប្រហែលជាសប្បាយហើយព្រោះតែឃើញអញញ៉ាំខ្លះដែរអានេះបងទៅធ្វើការសិនហើយណាព្រោះថ្ងៃនេះលពូបានណាត់ទៅប្រជុំផងចាសូមអញ្ជើញបងនាងវិនបានបងរងសុំនៅកំដរហើយនោះនៅធ្វើរឹកឯងបកាយទៀតតាមពិតនោះប្រហែលជាចង់អោបបងរងណាឡើងញាត់ដើមទ្រូងផងក៏មិនដឹងនោះរំអួយអញ្ចឹងតាទើបបានជាអាចតាក់ទាញបងរងបាននោះគ្មានផ្លូវដែលយើងនេះត្រូវចែករំលែកនោះទេនាងវិនព្រោះនាងជាមនុស្សក្រោយខ្ញុំចាំមើលស្នាដៃរបស់នាងវីម្នាក់នេះចុះណាមិនអាចប្រើទួស្នេហ៍ផ្សេងបានឡើយអូយអ្នកម៉ាហើយឈររអ៊ូស្អីជាមួយនឹងអ្នកណាដែរទៅហ្នឹងចាគឺអត់មានអីនោះទេអ្នកម៉ាគឺខ្ញុំជួនដំណើរបងទៅធ្វើការហ្នឹងណាចោះដូចជាបានឮនិយាយពីឈ្មោះនាងវីណែអាចាគឺមានអ្នកណាអ្នកម៉ាខ្ញុំដូចជាអត់បាននិយាយពីឈ្មោះរបស់វានោះទេម៉ាក់ណាដូចជាមិនទាន់បានបដូរចិត្តដូចដែលពាក្យដែលកូនវីបានចោទប្រកាន់នោះទេតែហេតុអីបានជាពេលនេះម៉ាក់ដូចជាបានសម្លឹងឃើញថាកូនវីនេះណាបែរជាមានសភាពដូចជាខុសប្លែកកាលពីមុនទៅវិញតែចង់ធ្វើល្អជាមួយនាងវីនឬមួយក៏មានបំណងអ្វីផ្សេងទៅគឺខ្ញុំណា
គ្រាន់តែមិនចង់ឲ្យបងរងគាត់មើលមកខ្ញុំក្នុងផ្លូវមិនល្អតែប៉ុណ្ណោះឯងម្យ៉ាងវិញទៀតបើសិនជាខ្ញុំធ្វើមិនល្អដាក់នាងវិននោះក៏វាគ្មានប្រយោជន៍ស្អីនោះដែរទីបំផុតនោះនាងវិនក៏ត្រូវតែមានមុខនៅក្នុងផ្ទះដដែលនឹងឯងម្ល៉េះហើយខ្ញុំក៏ចង់បន្ទន់អរិយាប័ត្រតែប៉ុណ្ណោះឯងអ្នកម៉ាក់កាលពីមុនណាខ្ញុំតែងតែគិតថាកូនរងនេះណាមិនដឹងជាទៅរើសនាងវិននោះចេញពីតកូនណាមកទេតែទីបំផុតទៅការគិតទុករបស់ខ្ញុំវាធ្ងន់ធ្ងរជាងអ្វីដែលកូនរងគេបានធ្វើទៅទៀតហើយបើចង់ស្ដីបន្ទោសឲ្យអ្នកណាម្នាក់នោះក៏វាមិនត្រូវដែរព្រោះអ្វីដែលបានកើតឡើងនៅពេលនេះវាជាកំណត់របស់ខ្លួនឯងអ្នកម៉ាក់គាត់និយាយពីរឿងស្អីដែរទៅណោះហើយពិតជាមិនជល់មែននាងខ្ញុំពិតជាមិនអស់ចិត្តមែនតាំងពីថ្ងៃដែលលោកបាននាំខ្ញុំទៅជួបនឹងអ្នកនាងឆៅវីនព្រោះថានៅក្នុងលោកយើងនេះវាកម្រនឹងមានមនុស្សណាដែលមានមុខមាត់ដូចគ្នារហូតស្ទើរតែចាប់ច្រឡំបែបនេះទេពេលដែលខ្ញុំបានឃើញគាត់វាប្រៀបបីដូចជារូបខ្ញុំកំពុងតែឈរនៅពីមុខខ្លួនឯងអញ្ចឹងចំពោះបញ្ហានេះខ្ញុំក៏បានដេញដោលសួរឪពុកម្ដាយរបស់បងវិនដែរក៏ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ណាស់ថាគាត់មានកូនស្រីតែម្នាក់ប៉ុណ្ណោះឯងហើយខ្ញុំក៏បានលើកយកឈ្មោះរបស់អ្នកនាងទៅប្រាប់គាត់ដែរហើយពេលនោះគាត់ក៏ដូចជាចង់ដឹងថាអ្នកនាងនីតាមានមុខមាត់ដូចកូនស្រីរបស់គាត់យ៉ាងម៉េចខ្លះពេលខ្លះនាងខ្ញុំក៏ចង់លើកយកបញ្ហានេះទៅជម្រាបសួរលោកប៉ាអ្នកម៉ាក់របស់ខ្ញុំដែរក៏ប៉ុន្តែនាងខ្ញុំខ្លាចក្រែងតែប៉ះពាល់ដល់អារម្មណ៍របស់លោកទាំងពីរម្យ៉ាងវិញទៀតតាំងពីថ្ងៃនោះមកខ្ញុំក៏ដូចជាមានអារម្មណ៍ថាយើងទាំងពីរនាក់ត្រូវជាសាច់ឈាមជាមួយគ្នាតាំងពីជាតិណាមកទេអ្នកនាងនីតាយល់យ៉ាងម៉េចដែរបើសិនជាខ្ញុំនិយាយថានេះជារឿងអាថ៌កំបាំងនោះក៏នាងខ្ញុំមិនដឹងដែរគ្រាន់តែមានអារម្មណ៍ថាឆ្ងល់នឹងខ្លួនឯងហើយកាន់តែចង់ដឹងខ្លាំងទៅទៀតថាខ្ញុំនេះជាអ្នកណាហើយអ្នកនាងឆៅវីននោះជាអ្នកណាឲ្យប្រកាសទៅពិតជាមានឱកាសហើយក៏ព្រោះតែបងវិញទើបបានជាខ្ញុំត្រូវមានពេលវេលាដើម្បីនៅក្បែរអ្នកនាងនីតានោះខ្ញុំមិនខ្វល់ទេថាលោកវីរៈនោះជាអ្នកណាតែពេលនេះខ្ញុំត្រូវការឲ្យអ្នកនាងនីតានៅក្បែរខ្លួនខ្ញុំអូបងវិនជប់សិនបងវិនអ្នកប្រថាវរៈខ្ញុំទើបបានជួបជាមួយអ្នកនាងនីតាមិញនេះឯងហើយគេប្រាប់ថាគេនឹកបងវិនណាហើយនាងហេតុអីក៏អ្នកប្រងមិនអញ្ជើញអ្នកនាងនីតាឲ្យមកលេងនៅទីនេះម្ដងទៀតទៅព្រោះថាខ្ញុំក៏នឹកអ្នកនាងនីតាខ្លាំងណាស់ដែរប្រើអារម្មណ៍នឹកគ្នាទៅវិញទៅមកធ្វើដូចជាខ្លួនជាបងប្អូនប្រកើតនឹងគ្នាអញ្ចឹងនេះថាអញ្ចឹងក៏ត្រូវមួយយ៉ាងដែរព្រោះតែអ្នកនាងនីតាមានមុខមាត់ដូចជាខ្ញុំបែបបិទនោះអីគ្រាន់តែថាយើងមានឋានៈមិនដូចគ្នាតែប៉ុណ្ណោះឯងឋានៈមិនដូចគ្នាយ៉ាងម៉េចដែរទៅហើយនេះបងវិនក៏មានឈ្មោះថាជាប្រពន្ធរបស់បងប្រុសរបស់ខ្ញុំដែរតាហើយនេះបងរងគាត់បានដឹងថាកូនរបស់បងជាកូនប្រុសហើយនៅចាគឺបានជ្រាបហើយចុះគាត់សប្បាយចិត្តដែរអូនចានោះក៏ខ្ញុំមិនដឹងដែរអាទិត្យក្រោយនេះម៉ាក់របស់ខ្ញុំបានឲ្យខ្ញុំជូនគាត់ទៅកសិដ្ឋានណាហើយបងរងក៏គាត់សុំទៅជាមួយដែរព្រោះគាត់មានបំណងទៅជួបម្ដាយឪពុកម្កាយរបស់បងនឹងណាពិតមែនទេបើអញ្ចឹងចាំខ្ញុំទូរស័ព្ទទៅជម្រាបពុកម៉ែឲ្យបានដឹងមុនដើម្បីឲ្យពួកគាត់រៀបចំខ្លួនឲ្យបានល្អហើយចុះអ្នកស្រីនោះអ្នកស្រីអត់មានបំណងទៅជួបពុកម៉ែរបស់ខ្ញុំទេឬក៏យ៉ាងម៉េចនោះខ្ញុំក៏មិនទាន់ដឹងដែរព្រោះដូច
ជាអត់បានលឺអ្នកម៉ាក់គាត់និយាយផងកំណំអ្នកស្រីទៅជួបពុកម៉ែរបស់ខ្ញុំអីណាពេលព្រោះខ្ញុំខ្លាចក្រែងពុកម៉ែទទួលអ្នកស្រីមិនបានល្អបងវិនតើបងគិតយ៉ាងម៉េចទៅបើសិនជាថ្ងៃណាមួយខ្ញុំស្រាវជ្រាវរកឃើញការពិតនោះដឹងការពិតពីរឿងស្អីដែរទៅគឺរឿងរបស់បងហើយនឹងអ្នកនាងនីតាហ្នឹងណាព្រោះខ្ញុំប្រកាសក្នុងចិត្តថាអ្នកទាំងពីរពិតជាកូនភ្លោះច្បាស់ណាស់វាមិនអាចទៅរួចទេដឹងអ្នកប្រុសថាវរៈណែម៉ែវាខ្ញុំណាបានឆុងតែយ៉ាងពិសេសដើម្បីទុកទទួលនៅឡងរបស់យើងឯផ្លែឈើនេះខ្ញុំទៅនឹងបេះនៅឯចំការក្រោយផ្ទះថ្មីនេះឯងហើយខ្ញុំក៏បានត្រៀមម្ហូបអាហារយ៉ាងពិសេសសម្រាប់ទទួលកូនរងក្មួយថាវរៈជាពិសេសនឹងណាគឺអ្នកដន្លងរបស់យើងនឹងឯងកូនរងទូរស័ព្ទមកប្រាប់ថាគេចេញពីការដ្ឋានយូរណាស់មកហើយឥឡូវមិនក៏មិនឃើញសោះអញ្ចឹងនេះណែរួចឯងចង់ធ្វើស្អីទាំងថ្ងៃបែបហ្នឹងខ្ញុំគ្មានចង់ធ្វើស្អីទេខ្ញុំគ្រាន់តែហិតក្លិនលោមើលព្រោះខ្លាចក្រែងធំក្លិនមិនល្អលើគេទៅណែខ្ញុំណាឈប់ផឹកស្រាយូរណាស់មកហើយដូច្នេះម៉ែវាមិនចាំបាច់ភ័យនោះទេជំរាបសួរពុកប៉ាលេខឲ្យព្រះមួយកូននេះហើយគឺចំណារបស់ខ្ញុំសូមអញ្ជើញអង្គុយសិនទៅជំរាបសួរអ្នកដន្លងអញ្ជើញណែសូមចេញភាសាទឹកនេះចាអរគុណហើយពិតមែនតែផ្ទះនេះសង់ទៀមជាប់នឹងដីក៏ប៉ុន្តែណារៀបចំបានល្អណាស់មើលទៅដីភូមិក៏ធំទៀតចានៅខាងក្រោយនោះខ្ញុំក៏បានដាំដំណាំហូបផ្លែច្រើនមុខដែរចុះអាណាមិនឃើញឡានបាទគឺចតនៅមុខផ្ទះអ្នកម៉ាំងត្រូវការនិយាយជាមួយនឹងពុកម៉ែបើអញ្ចឹងខ្ញុំនឹងថាវរៈសុំតដាលីនៅខាងក្រៅផ្ទះក៏បានដែរណាទៅចុះកូនអញ្ចឹងហ៎បើអញ្ចឹងតាមស្រួលចុះណាកូនតោះថាវរៈចិត្តនេះមិនអាចប្រើទួលស្នេហ៍ផ្សេងបានឡើយគ្រាន់តែឮថាអ្នកដន្លងជើញមកខ្ញុំក៏បានត្រៀមខ្លួនត្រៀមចិត្តដើម្បីនឹងទទួលស្វាគមន៍ព្រោះពីអ្នកម៉ែវានេះមិននឹកស្មានថាអ្នកដន្លងផ្ដល់កិត្តិយសយ៉ាងដូចនេះទេឯខ្ញុំក៏បានត្រៀមម្ហូបរួចជាស្រេចបើថាអ្នកដន្លងហេវខ្ញុំរៀបចំជូនពេលនេះតែម្ដងក៏បានដែរខ្ញុំនិងកូនបាននាំគ្នាញ៉ាំបាយរួចអស់ទៅហើយដែលចង់មកជួបនេះក៏ព្រោះតែមានចម្ងល់ខ្លះដែលចង់សួរនឹងឯងនេះណាខ្ញុំមិនបានចូលខ្លួនមកតដឹងកូនស្រីរបស់អ្នកទាំងពីរសោះរួចហេតុអីទើបបានអ្នកទាំងពីរនេះចិត្តងាយបានដើរឲ្យកូនស្រីតែម្នាក់ទៅរៀបការជាមួយនឹងកូនប្រុសរបស់ខ្ញុំទៅវិញនោះណាហើយចុះដល់ពេលនេះទៅហើយតើអ្នកមកសួរសំណួរនេះធ្វើអីទៀតទៅចាមែនហើយតើសួរធ្វើអីដែរទៅនេះធ្វើជាឪពុកម្ដាយរបស់គេយ៉ាងម៉េចទៅបានជាធ្វើអ្វីមួយដោយគ្មានការពិចារណារួចចុះបើសិនជាកូនរងនោះគេមានប្រពន្ធរួចទៅហើយនោះតើពេលនេះវាមានអ្វីកើតឡើងខ្លះទៅណែតែពេលនោះកូនដារងបានបញ្ជាក់ថាម្ដាយរបស់គេមានជំងឺ
មិនអាចមកចូលរួមបានទេតែម្ដាយរបស់គេក៏បានយល់ព្រមឲ្យកូនរងរៀបការជាមួយឈូវិនដែរហើយព្រមទាំងបានផ្ញើប្រាក់ថ្លៃបណ្ដាការមកឲ្យពួកខ្ញុំនេះរៀបចំថែមទៀតផងនេះកូនរងគេនិយាយប្រាប់អ្នកទាំងពីរអញ្ចឹងមែនទេគឺអញ្ចឹងមែនហើយបើមិនមានប្រាក់មួយចំនួនទេនោះធ្វើម៉េចនឹងខ្ញុំមានលទ្ធភាពរៀបចំទុកដាក់កូនស្រីរបស់ខ្ញុំនោះចុះបើសិនជាខ្ញុំប្រកល់កូនស្រីរបស់អ្នកទាំងពីរឲ្យត្រឡប់មករស់នៅទីនេះវិញបន្ទាប់ពីសម្រាប់កូនរួចនោះតើអ្នកទាំងពីរយល់យ៉ាងម៉េចដែរទៅនេះអ្នកដឡងនិយាយថាម៉េចហ្នឹងណែប៉ះគុលឈូវិនមកឲ្យនៅទីនេះវិញអញ្ចឹងបានសេចក្តីថាអ្នកដឡងមិនបានទទួលស្គាល់វិនជាកូនប្រសាទេមែនទេខ្ញុំណាមិនបានស្អប់ខ្ពើមនាងវិននោះទេតែខ្ញុំបារម្ភអំពីគេទៅវិញតើបានជាខ្ញុំនេះចង់ឲ្យគេត្រឡប់មករស់នៅទីនេះវិញបន្ទាប់ពីគេសម្រាប់កូនរួចហើយខ្ញុំនឹងឲ្យតួនាទីគេជាអ្នកទទួលមើលការខុសត្រូវចំនួនខ្ញុំនៅឯកសិដ្ឋាននេះគឺមានន័យថាខ្ញុំបានប្រគល់សិទ្ធិឲ្យនាងស្មើនឹងម្ចាស់កសិដ្ឋានដែរហើយចុះចៅរបស់ខ្ញុំនោះចំពោះបញ្ហានេះអ្នកទាំងពីរមិនបាច់បារម្ភទេពីព្រោះខ្ញុំអាចមានលទ្ធភាពចិញ្ចឹមចៅម្នាក់នោះបានហើយបើកូនវិនមកដារងក៏ត្រូវតែមកដែរបើអញ្ចឹងផ្ទះនេះគឺវាមិនសមនឹងកូនរងរស់នៅនោះទេអ្នកណាប្រាប់ថាកូនប្រុសរបស់ខ្ញុំត្រូវមករស់នៅទីនេះនោះបើអញ្ចឹងបានន័យថាម៉េចដែរទៅមិនយូរទេអ្នកទាំងពីរនឹងបានដឹងហើយថានឹងមានអ្វីកើតឡើងចំពោះនាងវិននោះហើយអ្វីដែលខ្ញុំបំរុងនឹងធ្វើណាគឺធ្វើគោលបំណងល្អបំផុតហើយម៉ាក់និយាយជាមួយនឹងឪពុកម្ដាយក្មេកកូនរួចរាល់អស់ហើយមកយើងត្រឡប់ទៅភ្នំពេញវិញកូនប្រុសរបស់ខ្ញុំណាគេស្រឡាញ់នឹងវិនខ្លាំងណាស់ក៏ប៉ុន្តែគេបានធ្វើកំហុសដោយខ្លួនឯងទើបបានជាមកសាងរឿងរបៀបនេះហើយខ្ញុំក៏បានយកប្រាក់មួយចំនួននេះមកផ្ញើដែរសូមទទួលយកផងចុះអរគុណហើយបើចង់ដឹងថាមានរឿងអ្វីដែលកំពុងតែកើតឡើងនោះគួរតែទូរស័ព្ទទៅសួរកូនស្រីរបស់អ្នកទាំងពីរដោយផ្ទាល់ទៅណាម៉ាក់ហើយមិនក៏ប្រញាប់ម្ល៉េះព្រោះម៉ាក់មិនចង់ធ្វើដំណើរនៅពេលយប់នោះទេខ្ញុំលាសិនហើយណាចាសូមជម្រាបលោកពូអ្នកមីងជម្រាបលាចាសូមជើញក្មួយហើយតាណាម៉ាំងយករឿងអីមកនិយាយជាមួយនឹងពុកម៉ែទៅកំពុងតែមានរឿងអ្វីកើតឡើងដែរទៅកូនរងហេតុអីក៏កូនមិននិយាយប្រាប់ពុកម៉ែត្រង់ទៅមែនហើយអ្នកស្រីមានប្រសាសន៍ត្រូវព្រោះថាយើងទៅពីរនាក់មិនគួរសម្រេចចិត្តភ្លាមយ៉ាងដូចនេះទេពុកម៉ែឲ្យកូនសុំទោសព្រោះថាជាកំហុសរបស់កូនតែម្នាក់ប៉ុណ្ណោះបានហើយកូនទៅសិនចុះចាំថ្ងៃក្រោយសុំនិយាយគ្នាទៀតពុកម៉ែបើអញ្ចឹងកូនសុំលាសិនហើយទៅចុះបើគេមិនចូលចិត្តកូនវិនហើយមិនទទួលស្គាល់ពួកយើងជាដន្លងទេនោះតើគេបកគលលុយមួយចំនួននេះមកឲ្យយើងបែបនេះធ្វើអីទៅត្រូវតែទូរស័ព្ទដេញដោលសួរកូនវិនថាពេលនេះគេកំពុងតែមានបញ្ហាអ្វីមែនអត់ណែចង់ញ៉ាំនំនេះទេញ៉ាំតិចទៅណែញ៉ាំទៅឆ្ងាញ់ណាស់ណា
ឈប់នំនេះណាគឺទិញពីសន្តាគារទំនើបមកគឺសល់ពីអ្នកនាងដាវីអូមិនចឹងទេគឺអ្នកនាងដាវីញ៉ាំមិនអស់ទើបបានជាខ្ញុំយកមកចែកគ្នាញ៉ាំនឹងណាញ៉ាំតិចទៅអត់ទេបងញ៉ាំទៅញ៉ាំម្នាក់ឯងចុះព្រោះខ្ញុំទៅតែញ៉ាំឆ្អែតមុននេះឯងណែវីនសាក់មើលបន្តិចទៅអីណែនំនេះឆ្ងាញ់ណាស់ណាតិចថាមិនបានប្រាប់ញ៉ាំតែមួយម៉ាត់ក៏បានដែរហាមាត់ទៅញ៉ាំទៅញ៉ាំទៅញ៉ាំទៅអត់ញ៉ាំទៅអូយយ៉ាងម៉េចទៅហើយហ្នឹងនេះខ្ញុំអត់បានច្រើនវិញទេណាបងចុកពោះខ្លាំងណាស់អូយណែរួចចោលឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅអូយចុកណាបងជួយខ្ញុំអូយហើយធ្វើម៉េចទៅនេះអូយណែយ៉ាងម៉េចហើយវីនយ៉ាងម៉េចហើយគឺខ្ញុំចុកណាបងអូយនឹងវីនចាំមកទៅហើយហ្នឹងបងប៉ធ្វើអីនឹងវីនមែនទេចាគឺអត់ទេអ្នកនាងខ្ញុំគ្រាន់តែចង់ឲ្យគេញ៉ាំនំហើយវីនអ្នកគេផ្្លាត់ស្នៀតរួចក៏ដួលខ្លួនឯងទៅគឺខ្ញុំចុកហើយថែមទាំងសៀតពោះខ្លាំងទៀតស្លាប់ហើយអញ្ចឹងនោះរួចនេះធ្វើយ៉ាងម៉េចទៅវីនងើបរួចដែរអត់ហ្នឹងចាខ្ញុំងើបមិនរួចទេមកចាំខ្ញុំជួយអញ្ចឹងមកថ្នាំចាំមែនតើនេះណែនេះប៉ាចាឆាប់យកនំទៅចោលឯណាបាត់ទៅនេះចាជិះដល់ខ្យល់អីមែនបាននាងវៀនចាំមិនចាំម៉ាននោះនាងប្រកាសជាត្រូវហើយណាឲ្យខ្ញុំសុំទោខ្ញុំពិតជាគ្មានចេតនាមែនណាដល់កើតអត់ហ្នឹងចាមិនអីទេអ្នកនាងដាវីខ្ញុំអរគុណហើយចាំជាប្រហែលមែនតើហើយនេះកុំទៅបន្ទោបងប៉ោអីព្រោះខ្ញុំមិនប្រយ័ត្នដល់ខ្លួនឯងទេនឹងបាត់ចុកហើយនៅគឺដូចជានៅសៀតពោះនៅឡើយទេអូវីនអើយវីនកាត់អីហ្នឹងវីនបងប៉ៅមិនដឹងជាទៅកន្លែងជាមួយនឹងពេញប៉ោះយ៉ាងម៉េចទេទៅបណ្ដាលឲ្យតាក់ជើងដួលអញ្ចឹងដួលអីអូយស្លាប់ហើយបងប៉ោងជួយមើលវីនផងទៅណាខ្ញុំទៅស្ដីឲ្យពេញប៉ោះបន្តិចសិនអ្នកនាងដាវីបានហើយកុំទៅបន្ទោបងប៉ោះធ្វើអីចាខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយខ្ញុំទៅហើយហេតុផលស្រាយចំងឲ្យស្បាយដឹងហើយស្នេហ៍ត្រូវបែងចែកបេះដូងឈឺគឺជារូបថតចិត្តជ្រាបរូបថតរបស់ស្នេហ៍អូនពេកស្ទើរឈួនស្លាប់ទាំងប្រាអ្នកដែលត្រូវទៅឲ្យឆ្ងាយពីជីវិតរបស់បងនោះគឺមានតែអូននេះហើយចាគ្រប់យ៉ាងគឺប្រព្រឹត្តទៅបានល្អណាស់គឺទៅតែម្សិលមិញនេះឯងពីម្សិលមិញយ៉ាងម៉េចទៅគឺចាប់ជានេះ